ស្វាគមន៍បងប្អូនសិស្សានុសិស្សទាំងអស់គ្នាមកកាន់វីដេអូមេរៀនរបស់យើងទៀតដែលយើងនឹងសិក្សាលើវិញ្ញាសាផ្នែកអានក្នុងមេរៀនទី13បាទគឺមេរៀនចំណងជើងជុំម៉ាល់ហល់តុងអញ្ចឹងហ៎អញ្ចឹងយើងទៅមើលតើនៅក្នុងខ្លឹមសារនៃវិញ្ញាសានេះមានអ្វីខ្លះតោះអញ្ចឹងចំណុចទី1ដែលយើងឃើញណាថើមនៃអង្ខ្វាថើមខាងក្រោមនៃយងបបែខ្លឹមសារខ្វាន់គេអ៊ីតនេះដែលមានទំនាក់ទំនងបាទអញ្ចឹងមានន័យថាពាក្យដែលគេដាក់នេះអញ្ចឹងរូបភាពណាដែលតាក់ទងនឹងពាក្យហ្នឹងគឺរីមរូបភាពហើយគឺ corresponding សូមជ្រើសរើសអញ្ចឹងយើងបកបែបពីចុងទៅវិញថាសូមជ្រើសរើសរូបភាពដែលមានទំនាក់ទំនងនឹងខ្លឹមសារខាងក្រោមអញ្ចឹងខ្លឹមសារនេះ Kido Hada ពាក្យ Kido នេះបក Kido Hada បកប្រែថាបួងសួងបាទបួងសួងបន់ស្រន់អីចឹងទៅណាបាទហើយបូកជាមួយទម្រង់ Ko Itsumida ក៏ទៅក្រោយទម្រង់កំពុងណាសកម្មភាពកំពុងបន្តណាទម្រង់បច្ចុប្បន្នកំពុងដូច្នេះកំពុងអីកំពុងតែបួងសួងអញ្ចឹងរូបភាពដែលបួងសួងគឺមានតែលេខ1ទេតទៀតសំណួរខាងលេខរៀងទី2ថើមខាងក្រោមឋាននេះពាក្យអញ្ចឹងពាក្យខាងក្រោមខ្វាន់គេអ៊ីតនេះគឺជាពាក្យសំខាន់នៃសំណួរនឹងដូចលើដែរមានទំនាក់ទំនងបាទមានន័យថានេះពាក្យមួយហ្នឹងពាក្យណាដែលតាក់ទងនឹងពាក្យហ្នឹងណាមក God បកប្រែថាចម្លើយសំដៅលើ1 2 3 4អាហ្នឹង God ដែរ more ឈិមនិកាហ្នឹងអ្វីហើយ im និកាប្រយោគសំណួរបកប្រែតាតោះអញ្ចឹងចម្លើយដែលមានទំនាក់ទំនងនឹងពាក្យខាងក្រោមគឺអ្វីតើអញ្ចឹងពាក្យអីគេ Silpuda បកប្រែថាកំសត់បាទអញ្ចឹងផ្ទុយពាក្យកំសត់វាតាក់ទងនឹងអីទី1 Cheru នឹងគ្រឿងផ្សំស្គរពីចេញខ្ទឹមបរិចអញ្ចឹងខុសណា Chiro បកប្រែថាព្យាបាលហើយខុសទៀតដែរហល់តុងលេខ3សកម្មភាពអត់ត្រូវទេហើយទី4ខីពូនអារម្មណ៍អញ្ចឹងកំសត់សោកស្ដាយសោកសៅសប្បាយរីករាយទាំងអស់ហ្នឹងវាគឺជាអារម្មណ៍ហើយអញ្ចឹងហ៎យើងទៅបន្តលេខរៀងទី3បាទថើមចុងថើមខាងក្រោមហើយចុងបកប្រែក្នុងចំណោមមក Mitchell បកប្រែថាពីក្រោមនេះអ្វីដែលយើងឃើញហ្នឹងបាទដែរទេនៅក្នុងមេរៀនមុនហើយឈិនមកពាក្យឈីដាបកប្រែគូហ្វូពុននេះបកប្រែផ្នែកអញ្ចឹងផ្នែកដែលគូបន្ទាត់ពីក្រោមម៉ាត់ឌឿនដែលត្រឹមត្រូវមុនចាំងបកប្រែថាប្រយោគ corresponding សូមជ្រើសរើសដូច្នេះតោះនេះបកប្រែបញ្ចុងមកវិញថាសូមជ្រើសរើសប្រយោគដែលត្រឹមត្រូវនៅផ្នែកដែលគូបន្ទាត់ក្នុងចំណោមខាងក្រោមក្នុងចំណោមទាំង4ហ្នឹងតោះឥឡូវយើងទៅមើលជាក់ស្ដែងទី1បាទ 오늘은 날씨가 정말 좋으네요មក 오늘은 មកប្រែថ្ងៃនេះ 날씨가 អាកាសធាតុ 정말 បកប្រែណាហើយ 추우네요 នេះមកពី 춥다 បកប្រែត្រជាក់អញ្ចឹងកន្លែងហ្នឹងខុសហើយកន្លែងហ្នឹងអត់ត្រូវទេណាបើសិនជាយើងបូកត្រូវគឺ 춥다 ពាក្យដើមរបស់វាណាពីនេះលុបដាចោលបូកជាមួយ neyo ណាទៅជា 춥네요 បែបនេះមិនត្រូវតោះលេខរៀងទី2 어머니께서 음악을បាទមិនធ្វើស៊ីមនីដាអញ្ចឹងពាក្យថា 어머니 យើងបកប្រែថាម្ដាយស៊ីកបកប្រែថាអាហារហើយមិនធ្វើស៊ីមនីដាអញ្ចឹងកន្លែងហ្នឹងខុសពីព្រោះអីពីព្រោះថាកន្លែងនេះវាមាននេះរីអ៊ីលនៅខាងក្រោមអញ្ចឹងបើសិនជាធម្មតាបើសេត្រូវណាប្រយោគហ្នឹងត្រូវគឺមិនធ្វើអញ្ចឹងលុបដាចុះវាអនុស្សាវរីយ៍រីអ៊ីលនេះអញ្ចឹងវាត្រូវបូកជាមួយទម្រង់ស៊ីមនីដាទម្រង់ប្របែកចុងប្រយោគណាបែបគួរសមអញ្ចឹងអាហ្នឹងយើងមានទម្រង់មួយតង់ពីរតង់ទៀតប៉ុន្តែគួរសង្ខេបណាភាសាកុំឲ្យតែវាវែងឆ្ងាយអញ្ចឹងអាកន្លែងរីអ៊ីលប៉ះស៊ីអ៊ុតអញ្ចឹងតាប្រមុនបងប្អូនអញមើលខាងលើបានគេថាបើសិនជារីអ៊ីលប៉ះជាមួយស៊ីអ៊ុតពាក្យថាប៉ះគឺមានន័យថាសរសេរជាប់គ្នាអញ្ចឹងរីអ៊ីលនិងស៊ីអ៊ុតវាសរសេរជាប់គ្នាអញ្ចឹងគេអាចយើងលុបចោលអញ្ចឹងតាមធម្មតាត្រូវលុបអានេះចោលនេះអាជើងក្រោមនេះមិនអញ្ចឹងទេអញ្ចឹងវានៅសល់អីគេនៅសល់មិនធឺប៉ុន្តែតម្រង់ប៉ុណ្ណឹងបានត្រូវតែនេះនៅសល់ជើងរីអ៊ីលទៅដែរនេះជាមូលហេតុដែលខុសទី3ខីសុកសាបកប្រែផ្ទះស្នាក់នៅម៉ាត់នេះមកប្រែតន្ត្រីហើយធឺរឺកូអេមកពីធឺតាកន្លែងនេះស្ដាប់បាទអញ្ចឹងត្រូវហើយណាកន្លែងហ្នឹងណាបាទទី3ទី4ចែកាបកប្រែខ្ញុំអ៊ីតាកាបន្តិចទៀតបាទ ge sugesi បកប្រែតែបន្ទប់សម្រាប់ sugesi បន្ទប់សម្រាប់បន្ទប់ផុកកាហ្វេហ្នឹងឆុងសូ helkeyo អញ្ចឹងកន្លែងហ្នឹងខុសអញ្ចឹងពាក្យរបស់វាបើយើងសរសេរត្រូវគឺឆុងបាទឆុងសូនឹងសម្អាតនេះពាក្យរបស់វាគឺឆុងសូហាដាអញ្ចឹងយើងត្រូវលុបដាចោលតាមប្រមុនណាបាទអញ្ចឹងលុបដាចោលនៅសល់ស្រអាអញ្ចឹងត្រូវបូកជាមួយទម្រង់ហ្នឹងគឺទៅជារីអ៊ីលគេយោអញ្ចឹងបានត្រូវណាបាទអញ្ចឹងតោះនេះឲ្យគាត់អានេះចូលវិញបាន
ចឹងវាខុសត្រង់ហ្នឹងអូខេឥឡូវយើងទៅលេខរៀនទី4វិញ្ញាសាបំពេញចន្លោះ